បាទជម្រាបសួរពុកម៉ែបងប្អូនដែលរស់នៅក្នុងប្រទេសជប៉ុនអស់គ្នាបងដែរបាទជាពិសេសបងប្អូនសិក្ខាកាមពលករគ្នាយើងបាទអញ្ចឹងតាក់ទងនឹងពលានយន្តហោះអញ្ចឹងគឺចង់និយាយតាក់ទងពី3ចំណុចតាក់ទងនឹងពលានយន្តហោះហើយខាងខ្ញុំនេះក៏មានទៅជួលឡានឬក៏មានសេវាជូនទៅពលានដែរអញ្ចឹងបាទហើយមួយទៀតមិនថាអ្នកទិញសម្បត្តិយន្តហោះជាមួយគេឬក៏ជាមួយខ្ញុំឬក៏ជាមួយណាគេក៏ដោយខ្ញុំចង់ឲ្យយើងបញ្ជាក់សម្បត្តិយន្តហោះមួយគេច្បាស់ជាពិសេសពលាននៅជប៉ុនគឺពលានគេធំអញ្ចឹងបាទគេមានរហូតដល់2 terminal 3 terminal អីចឹងអញ្ចឹងមុននឹងយើងហោះទៅពលានណាយើងចង់ឲ្យមើល terminal ហ្នឹងឲ្យច្បាស់អញ្ចឹងបាទអញ្ចឹងមាន terminal 2 terminal 3អីសួរនាំគេឲ្យច្បាស់ដើម្បីយើងទៅដល់ terminal ហ្នឹងយកហ្មងកុំឲ្យយើងទៅដល់ខុស terminal ទៅវាខាតពេលខាតអីយើងអស់គ្នាអញ្ចឹងបាទហើយសំខាន់យើងទៅឲ្យបានមុន2ម៉ោង3ម៉ោងទៅដើម្បីបើយើងខុសអីយើងអាចកែកុនបានហើយយើងខុសអីយើងសល់ពេលអីដើម្បីទៅរក terminal របស់យើងអញ្ចឹងបាទហើយតាក់ទងនឹងអា terminal ហ្នឹងគឺនៅពលានណាក៏មានអាឡានក្រុងដូរ terminal ដោះលុយហ្នឹងដែរអញ្ចឹងមើលតាមផ្លាកសញ្ញាហ្នឹងទៅអញ្ចឹងភាគច្រើនអាឡានក្រុងរូបឡានក្រុងឲ្យពណ៌លឿងហើយគេសរសេរ T3 T2 T1 ហ្នឹងបានន័យថា terminal 321អញ្ចឹងបាទអញ្ចឹងយើងអាចជិះបដូរជើងតាមនឹងបានហើយវាអត់លុយទេហើយបើមានបញ្ហាមានអីចេះសួរនាំគេចេះទៅកន្លែងផ្ដល់ព័ត៌មានចេះឲ្យតាមនឹងអញ្ចឹងបាទអញ្ចឹងបើមានការខ្វះខាតអីសូមជួយណែនាំផងបាទ